ចឹងនេះគឺជាវីដេអូអនុវត្តលំហាត់របស់យើងដែលយើងធ្លាប់បានរៀនពីវីដេអូមុនៗមកចឹងមុននឹងយើងបន្តទៅរូបមន្តផ្សេងទៀតចឹងមានលំហាត់អនុវត្តខ្លះដើម្បីឲ្យគ្នាយើងកាន់តែយល់ច្បាស់អំពីការប្រើប្រាស់format cell ក៏ដូចជាក្នុងវីដេអូនេះក៏ខ្ញុំបន្ថែមរូបមន្តថ្មីមួយចំនួនដែរនេះគឺរូបមន្ត product រូបមន្ត product ហើយនិង sum if ចឹងមុននឹងចាប់ផ្ដើមគណនាចឹងយើងមកមើលសិនថានៅក្នុងលំហាត់ Excel របស់យើងនេះតើមានអីដែលយើងត្រូវរៀបវាឲ្យស្អាតជានិច្ចសិនព្រោះខ្ញុំមានអារម្មណ៍ថាវាដូចជាអត់ទាន់មើលទៅស្អាតល្អចឹងទីមួយតើតងជាមួយនឹងលេខរៀងកន្លែង n0 នេះគឺយើងចង់ដាក់នេះ n0 ទៅខាងលើចឹងក្នុងវីដេអូមុនដូចជាមាន 3 4 របៀបខ្ញុំចែកម្លែកអ្នកទាំងអស់គ្នាណាតែក្នុងវីដេអូនេះខ្ញុំចង់ធ្វើអញ្ចេះខ្ញុំ select លើវាបាទហើយយើង mouse ស្ដាំយកពាក្យថា format cell ចង់ធ្វើតាមវិធីហ្នឹងតមកដើម្បីឲ្យវាទៅខាងលើយើង select កតានេះ superscript ដើម្បីឲ្យវាទៅខាងលើអូខេហើយយើងចុច OK មកចឹងវានឹងទៅខាងលើហើយលេខរៀងនេះខ្ញុំចង់ដាក់ឲ្យវាមាន0លេខ000នៅខាងមុខហ្នឹងហើយចឹងគឺយើងមកស្ដាំមកហើយយើងយកពាក្យ format cell ចុចលើវាមកតមកទៀតខ្ញុំno format cell យ៉ាបន្តមកទៀតខ្ញុំចូលមកកន្លែង number ហើយយកពាក្យថា custom ហ្នឹងហើយតមកយើងដាក់កំណត់វាគឺយើងចុចអាការក្រោម general ចុចលើលេខ0មកហើយយើងដាក់មកយើងចង់បាន0នៅខាងមុខប្រហែលខ្ទង់ចាអញ្ចឹងខ្ញុំដាក់ត្រង់ជ្រូកពីដើមដើម្បីឲ្យវាមាន0នៅខាងមុខ0បើយើងចង់បាន2យើងដាក់02ចាំមក001 002ចឹងទៅណាអានេះខ្ញុំដាក់ត្រង់ជ្រូក2គឺដោយសារតែខ្ញុំចង់ឲ្យវាមានលេខ2ខ្ទង់ទោះដល់10 11 12ក៏វានៅតែ0នៅខាងមុខនេះ2ដែរបើយើងដាក់តែ1ចេះគឺតែដល់លេខ10 0នេះវានឹងបាត់1ហើយខ្ញុំដូចជាបញ្យល់ហើយអញ្ចឹងខ្ញុំអត់បញ្យល់ក្នុងវីដេអូនេះខ្វល់ខ្វាយអីទៀតទេហើយយើងអូខេមកអញ្ចឹងនេះមក001ហើយយើងដាក់ឲ្យវាចំកណ្ដាលមកអញ្ចឹងបន្តមកទៀតខ្ញុំចង់ដាក់ຂະຫນាតឲ្យចំនួនសរុបរបស់យើងនេះស្រាប់តែឃើញលេខទទេអញ្ចឹងមិនដឹងថាវាជាស្អីអញ្ចឹងណាអញ្ចឹងចង់ដាក់ថាតើចំនួនហ្នឹងចំនួនអីគេអញ្ចឹងវាជា item របស់អានេះអញ្ចឹងដាក់ចំនួន item ក៏បានដែរអញ្ចឹងយើងមកស្ដាំ format cell ណាចូលកន្លែង number ហ្នឹងទៅតែ custom ហើយយើងយកអាហ្នឹងទៅតែមក0មិញហ្នឹងនេះបាទហើយយើងដាក់ចំនួនឲ្យវាមកនេះ20តែមិនដឹងថា20យើងចង់ដាក់អក្សរនៅក្នុងហ្នឹងគឺយើងប្រើបាទថ្មីកដលមកហើយថ្មីកដលយើងដាក់អក្សរអីក្នុងទៅវាអត់បញ្ហាទេអញ្ចឹងខ្ញុំដាក់ថា item អូខេអញ្ចឹងវាចេញជា20 items ហ្នឹងហើយគឺយើងត្រូវធ្វើបែបហ្នឹងព្រោះតែយើងអត់ធ្វើអញ្ចឹងទេតែយើងសេអក្សរចូលវាគណនាអត់កើតទេអូខេខ្ញុំលុបនេះចោលសិនបន្តមកទៀតតើតើនឹងតម្លៃចំនួន1នេះអានេះតម្លៃដើមរបស់វាអញ្ចឹងខ្ញុំត្រូវដាក់ដុល្លារឲ្យវាអញ្ចឹងយើងចូលមកកន្លែងនេះដាក់ដុល្លារឬក៏យើងចូលមកកន្លែងនេះយក accounting នេះក៏បានដែរណាបើសិនបើយើងយក number sorry យក currency នេះគឺដុល្លារនេះវាជាប់ចេះតែបើយើងយកនេះវារៀងឃ្លាតមួយហ្នឹងប្រើមួយណាក៏បានដែរទេនេះខ្ញុំដាក់កដាលដែរមកដូចជាហើយតែវាស្អាតជាងមុនបន្តិចហើយអញ្ចឹងយើងចាប់ផ្ដើមចូលគណនាម្ដងមុនដែលខ្ញុំចង់ចែករំលែកគ្នាយើងនេះគឺរូបមន្ត product រូប product នេះគឺជារូបមន្តគុណពីមុនយើងធ្លាប់តែដឹងថាពេលដែលយើងចង់គុណគឺយើងប្រើគុណធម្មតាឧទាហរណ៍ថានេះ item យើងមាន20អញ្ចឹង20 item ក្នុងមួយ item តម្លៃវាប៉ុណ្ណេះអញ្ចឹងបើ20 item តម្លៃប្រហែលអញ្ចឹងយើងមិនគុណមែនទេស្មើមកយកតម្លៃចំនួនសរុបមកគុណឲ្យតម្លៃមួយទៅអញ្ចឹងយើងនឹងឃើញតម្លៃសរុបនៃ20ហ្នឹងហើយណាយើងធ្វើអញ្ចឹងក៏បានតែខ្ញុំចង់និយាយប្រាប់ product ព្រោះ product នេះគឺជារូបមន្តគុណដូចសាមដែរសាមគឺជារូបមន្តបូក product គឺរូបមន្តគុណអញ្ចឹងយើងស្មើមកស្មើបាទ product នេះហើយយើងថែបមកអញ្ចឹងយើងចុចលើនេះមួយគ្មាបាទហើយយើងគុណជាមួយនឹងនេះបាទហើយយើងបិទមុខកញ្ចក់មកឃើញទេអញ្ចឹងតម្លៃវាដូចគ្នាទេតោះអញ្ចឹងយើងបាន product មួយណាអញ្ចឹងយើងដូចជាអស់ហើយខាងលើនៅខាងក្រោមនេះឲ្យយើងធ្វើអីគេខ្លះ
សំណួរទី1គឺយើងធ្វើហើយអាហ្នឹងគឺឲ្យយើងចេះប្រើ product ហ្នឹងឯងសំណួរទី2គឺគេរកចំនួនសរុបរបស់ item ណានេះចង់ដឹងថាតើចំនួនសរុបហ្នឹងមានចំនួនប៉ុន្មានអូខេដោយប្រើប្រាស់រូបមន្តនេះគេ count បាទអញ្ចឹងយើងពេលប្រាប់យើងហើយមានអីបាត់ទេគឺ count គេចង់រាប់ថាចំនួនមានប៉ុន្មានណាចំនួន item នេះគេយើងប្រើរូបមន្ត count ណាបើសិនបើអ្នកនរប្រើរូបមន្ត count គឺយើងអត់អាចរាប់អានេះបានទេព្រោះនេះជាអីគេជាអក្សរទៅអក្សររាប់មិនកើត count ព្រោះរាប់បានតែលេខអីចឹងយើងអាចរាប់លើអានេះបើយើងប្រើរូបមន្ត count ណាព្រោះនឹងជា item វាតែមួយបាត់មកយើងនឹងឃើញចម្លើយ10តែបើយើងចង់ប្រើ count ដោយរាប់អានេះវិញគឺយើងប្រើ count អីគ្នាចឹងចាគឺ count អីនឹងបើយើងចង់រាប់ទិន្នន័យប៉ុន្តែជាលក្ខណៈអក្សរអញ្ចឹងយើងអាចរាប់លើអានេះបានវិញរាប់លើអានេះវិញពេលយើងប្រើ count A ព្រោះយើងអាចរាប់អក្សរណាអញ្ចឹងចម្លើយដូចគ្នាទេអញ្ចឹងបានថាពេលដែលយើងប្រើ count យើងមើលជាក់ស្ដែងបើសិនវាជាលេខយើងប្រើ count បើសិនវាជាអក្សរយើងប្រើ count A តើតើនឹងការរាប់នេះគេរកអីជាវិញរាប់ item ដែលធំជាង20និងតិចជាង20នេះចង់ដឹង item របស់យើងនេះធំជាង20មានចំនួនប៉ុន្មានតិចជាង20មានចំនួនប៉ុន្មានអត់ដឹងដែរអញ្ចឹងយើងប្រើរូបមន្តត្មងទៅ count if ព្រោះលក្ខខណ្ឌទៅអត់គ្នាយើង count if តោះអញ្ចឹងយើង select មកហើយយើងដាក់លក្ខខណ្ឌទៅ select ទាំងអស់មកលក្ខខណ្ឌរបស់យើងធំជាងទៅអត់អញ្ចឹងបៀសមកហើយយើងប្រើថ្មីកដលយើងប្រើថ្មីកដលគឺដោយសារតែយើងប្រើនិមិត្តសញ្ញាព្រោះធំជាងនេះគេប្រាប់ថាធំជាង20អញ្ចឹងយើងដាក់ធំជាង20អញ្ចឹងយើងប្រើថ្មីកដលបិទមុខកញ្ចក់ធំជាង20មានចំនួនប្រមាណ3ធំជាង20មានចំនួន3ឥឡូវយើងរាប់មើលមែនអត់20នេះអត់រាប់ទេព្រោះអត់ធំជាង20ផងនេះ31នេះមួយទៀត2 3ត្រូវរបស់គេចុះបើយើងចង់រាប់តូចជាងចុះយើងដាក់សញ្ញាតូចជាងវិញមកតូចជាងសញ្ញាតូចជាងហើយ enter មកចង់មានចំនួន6ហ្នឹងហើយធ្វើតែតូចជាង20សំណួរចុងក្រោយគឺប្រើរូបមន្ត sum if នេះគ្នាយើង sum if រូបមន្ត sum if ដូច count ដែរទេ count មិនរាប់ទៅអត់ count អីរាប់មានលក្ខខណ្ឌ sum ដូចគ្នាបើយើងធម្មតាពីមុនមកយើងធ្លាប់តែយើងបូកសរុបទាំងអស់គេបូកសរុបទាំងអស់អីចឹងទៅតែ sum if មានន័យថាបូកសរុបប៉ុន្តែមានលក្ខខណ្ឌគេលោកថាយើងចង់សរុបតែយើងចង់សរុបតែចំនួនប៉ុណ្ណេះឬក៏លក្ខខណ្ឌអីមួយដែលយើងចង់បូកទៅប៉ុណ្ណេះអីចឹងទៅចាហ្នឹងគេប្រើ sum if នឹងឯងណាអញ្ចឹងអានេះគេចង់ឲ្យយើងបូកសរុបតែទិន្នន័យកុំព្យូទ័រទេមានន័យចឹងណាចឹងយើងប្រើ sum យើងចង់បូកសរុបតែកុំព្យូទ័រទេយើងប្រើ sum if បន្ទាប់មកយើង select លើលក្ខខណ្ឌដែលយើងចង់បូកអញ្ចឹងយើងចង់បូកតែកុំព្យូទ័រទេយើង select លើទិន្នន័យមកគ្មានដាក់លក្ខខណ្ឌមក rank នេះគឺចំនួនទិន្នន័យដែលយើងចង់បូកណាហើយយើងដាក់លក្ខខណ្ឌដែលយើងចង់បូកអីយើងចង់បូកកុំព្យូទ័រយើង select លើកុំព្យូទ័រមកឬក៏យើងសរសេរចូលបន្ទាប់មកតោះឲ្យវាបូកអីគេគឺបូកទិន្នន័យរបស់កុំព្យូទ័រគឺអានេះអញ្ចឹងយើង select ទាំងអស់ហ្នឹងមកណាហ្នឹងហើយបិទមុខកញ្ចក់ទៅ enter មកចម្លើយឃើញ15មែនអត់យើងមើលយើងចង់បូកសរុបកុំព្យូទ័រនៅ item របស់យើងកុំព្យូទ័រមានតែ2ទេកុំព្យូទ័រមានតែ2ហ្នឹងទេអញ្ចឹងនេះគឺ15ចា15មែននេះ10អានេះ5អញ្ចឹងបាន15អូខេមួយទៀតអានេះបើយើងបូកបែបហ្នឹងណាអញ្ចឹងខ្ញុំឧទាហរណ៍មួយទៀតចុះមួយទៀតព្រោះនេះលក្ខខណ្ឌវា3តង់អញ្ចឹងលក្ខខណ្ឌ2តង់គឺអញ្ចឹងឧទាហរណ៍ថាឥឡូវយើងខ្ញុំចង់មានន័យថាខ្ញុំចង់បញ្យល់លក្ខណៈមួយទៀតអញ្ចឹងឧទាហរណ៍ថាឥឡូវយើងចង់បូកទិន្នន័យនេះបូកទិន្នន័យហ្នឹងតើមកយើងដាក់លក្ខខណ្ឌឲ្យវាអញ្ចឹងក៏បានដែរចាំបាច់ប្រើសាមរែងណាអញ្ចឹងយើងចង់បូកថាឥឡូវទិន្នន័យរបស់យើងមានប៉ុណ្ណឹងខ្ញុំចង់បូកឧទាហរណ៍ថាខ្ញុំចង់បូកទិន្នន័យតែធំជាង20ឯងតើវាអានលើមិនចាស់មានន័យថាធំជាង20បានវាបូកអញ្ចឹងយើងដាក់ដូចមិញមកបាទលក្ខខណ្ឌហើយលក្ខខណ្ឌរបស់យើងគឺធំជាង20កាលមុនមានន័យថាធំជាង20បានវារាប់អានេះមានន័យថាធំជាង20បានវាបូកមានន័យថាអញ្ចឹងវិញណានេះធ្វើមកផ្លេច5គឺវាបូកតាធំជាង20ឯងអញ្ចឹងវាបូកអានេះអានឹង1អូខេហើយវាបូកមួយនឹងនេះមួយទៀតអូខេហើយវាបូកដល់នេះមួយទៀតអញ្ចឹងបូកមក3នេះគឺឃើញ8